សួស្តីបងប្អូនមានចាំលេខកូដ password Facebook បងប្អូនរាល់ថ្ងៃទេលេងរាល់ថ្ងៃតិចអត់ចាំបើសិនជាអត់ចាំទេឬក៏ភ្លេចបាទអញ្ចឹងយើងត្រូវចាំបាច់ត្រូវស្គាល់លេខកូដ password របស់យើងដើម្បី log in នៅក្នុងទូរស័ព្ទមួយឬពីរផ្សេងគ្នាបាទអញ្ចឹងដើម្បីចាំលេខកូដ password បងប្អូនអញ្ចឹងយើងត្រូវរកវិធីមួយដែលត្រូវចាំឬបើសិនជាបងប្អូនមិនចាំបងប្អូនភ្លេចអញ្ចឹងឥឡូវបើសិនជាភ្លេចឧទាហរណ៍ណាឥឡូវបើសិនជាបងប្អូនភ្លេចអញ្ចឹងឥឡូវត្រូវរកវិធីសាស្ត្រដើម្បីទៅដាក់ password ថ្មីបាទអញ្ចឹងដើម្បីដាក់ password ថ្មីទៅបងប្អូនទៅចូល account Facebook ធម្មតាមកតមកទៀតបងប្អូនត្រូវចុចលើ tre 3ខាងលើគេនឹងមកបាទកន្លែងគេដាក់អក្សរ Facebook បងប្អូនដាក់បងប្អូនយកពាក្យថា setting and privacy នៅពេលបងប្អូនចុចពាក្យ setting and privacy រួចហើយបងប្អូនត្រូវយកពាក្យថា setting បាទនៅពេលដល់ចូលពាក្យដល់ពាក្យថា setting ហើយបាទយើងត្រូវយកពាក្យ account center ខាងលើគេណាបងប្អូនបាទនៅពេលចូលពាក្យ account center ហើយបងប្អូនរើសយកពាក្យ password and security បន្ទាប់ពីយកនឹងហើយបងប្អូនត្រូវយកពាក្យថា change password ខាងលើគេនៅពេលដល់យក change password ហើយបងប្អូនចុចលើ profile ហ្នឹងមកបាទចុចលើ profile ហើយវានឹងឲ្យយើងវាយខាងលើគេនោះឲ្យវាយលេខកូដចាស់ password ចាស់តែបើសិនជាយើងអត់ចាំទេករណីហ្នឹងគឺយើងអត់ចាំទេអញ្ចឹងបងប្អូនត្រូវមើលសញ្ញាអក្សរពណ៌ខៀវខាងក្រោមបាទអក្សរពណ៌ខៀវខាងក្រោមហ្នឹងបងប្អូនគេដាក់ថា forgot your password គេសួរថាតើភ្លេចលេខ password មែនទេអញ្ចឹងយើងយកហ្នឹងមកចុចលើវាទៅបាទអញ្ចឹងពេលហ្នឹងវានឹង load ឲ្យយើងload ផ្ញើសារឲ្យយើងថាតើដើម្បីចូល password draw password ថ្មីរបស់យើងអញ្ចឹងគេត្រូវផ្ញើសារមកឲ្យយើងនឹងតាមរយៈណាអញ្ចឹងបងប្អូនអាចមានវិធីច្រើនទី1អាចផ្ញើមក WhatsApp របស់បងប្អូនទី2អាចផ្ញើមក email បងប្អូនទី3អាចផ្ញើ SMS មកលេខទូរស័ព្ទបងប្អូនហើយនឹងទី4ដល់ចុចពាក្យpassword ដើម្បី log in អញ្ចឹង password log in យើងអត់មានទេអញ្ចឹងបងប្អូនរើសយកវិធីណាមួយមកលើយកថា WhatsApp ដូចខ្ញុំយក WhatsApp ខ្ញុំចុចលើ WhatsApp មកហើយចុចពាក្យថា continue មកអញ្ចឹងវានឹងផ្ញើលេខកូដដើម្បីឲ្យយើងបញ្ជាក់ថា password យើងលេខប្រមាណដើម្បី log in ចូលណាបងប្អូនបាទអញ្ចឹងមានតែប៉ុណ្្នឹងទេ